រឿងមិត្តភ័ក្តិនៅឯសាលារៀននាព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នៅសាលារៀនមួយកន្លែងមានកុមារាកុមារីជាច្រើននៅក្នុងសាលាខ្លះកំពុងរត់លេងក្នុងទីធ្លាខ្លះកំពុងបោសសម្អាតទីធ្លាឯខ្លះទៀតកំពុងនៅក្នុងបន្ទប់រៀនត្រៀមនឹងចូលរៀនព្រោះជិតដល់ម៉ោងចូលរៀនហើយដែរនៅក្នុងថ្នាក់រៀនកុមារីធីតាជាសិស្សល្អនិងចេះជួយយកអាសាមិត្តភ័ក្តិថែមទៀតផងធីតាកំពុងឆែកមើលកិច្ចការផ្ទះដែលបានធ្វើរួចកុមារាតុលាកំពុងខិតខំប្រឹងប្រែងធ្វើកិច្ចការតែមិនទាន់រួចរាល់រីឯកុមារាវាយុវិញឃើញហើយនិយាយបណ្ដើរសើចបណ្ដើរបែបចំអកតុលាសរសេរយឺតជាងកង់ដាច់ច្រវាក់ទៀតធីតាដើរមកជិតតុលាហើយចង់មកជួយមិនអីទេតុលាអញខំប្រឹងឡើងចិត្តរួចហើយពួកយើងអាចជួយអញបានតុលាឆ្លើយតបបណ្ដើរដៃខំប្រឹងសរសេរបណ្ដើរចិត្តរួចហើយអរគុណណាស់មិត្តបន្ទាប់មកដល់ពេលជួងចូលរៀនបន្លឺឡើងល្មមសិស្សានុសិស្សនាំគ្នាចូលក្នុងថ្នាក់រៀងខ្លួនអស់ទៅខណៈពេលចេញលេងតុលាបានលេងនៅក្បែរជញ្ជាំងសាលាដែលមានស្នាមគូសរញ៉េរញ៉ៃរួចជាស្រេចទៅហើយលោកគ្រូនាយកសាលាបានដើរមកដល់វាយុប្រើឱកាសនេះដើម្បីនិយាយតុលាអ្នកធ្វើលោកគ្រូតុលាអ្នកគូសទាំងអស់តុលានៅស្ងៀមព្រោះមិនអាចប្រកែកបានធីតាចូលមកសួរតុលាអញធ្វើមែនទេតុលាឆ្លើយទេខ្ញុំគ្រាន់តែលេងក្បែរនឹងខ្ញុំមិនបានធ្វើទេធីតាសន្ទនាជាមួយលោកគ្រូតុលាមិនបានធ្វើទេខ្ញុំឃើញគាត់គ្រាន់តែលេងក្បែរនឹងទេលោកគ្រូនិយាយអរគុណហើយធីតាចិត្តឯងល្អណាស់គួរឲ្យមិត្តភ័ក្តិគោរពស្រឡាញ់មែនវាយុឃើញបែបនេះក៏ឈ្ងោកមុខចុះហាក់ដឹងកំហុសរួចចូលមកសុំទោសតុលាខ្ញុំមិនគួរចោទប្រកាន់ឯងទៅប្រាប់លោកគ្រូទាំងដែលមិនមែនជាការពិតអញ្ចឹងទេតុលាសើចញឹមហើយនិយាយថាជាមិត្តភក្តិនឹងគ្នាគឺត្រូវស្មោះត្រង់និងចេះជួយគ្នាទៅវិញទៅមកធីតានៅក្បែរក៏និយាយបន្តជាមិត្តភក្តិនឹងគ្នាត្រូវចេះជួយគ្នាណានៅថ្នាក់រៀនក្បែរនោះមានសិស្ស3នាក់កំពុងអានសៀវភៅពីមិត្តភាពពេលយើងជួយគ្នាយើងក្លាយជាមិត្តភក្តិពិតកុមារចេះជួយគ្នាទទួលបានសេចក្តីស្រឡាញ់និងគោរពពីអ្នកទាំងអស់គ្នាសុភាសិតចុងក្រោយការជួយអ្នកជុំវិញខ្លួនគឺជាជំហានទី1នៃការបង្កើតមិត្តល្អ